chẳng មានណា បាយឥឡូវផ្លែជាណាដឹងខ្លួនអត់ អត់ផងធម្មតាបងដូចភ្លេចទូរស័ព្ទនៅណានេះទូរស័ព្ទខំ ទុកនៅណា នៅណាបងធម្មតាតើ ទៅយកឲ្យ ដូចមានប្លែកអីទេធម្មតាហើយគាត់ចេះថាខ្ញុំប្លែកដឹងយ៉ាងម៉េចដែរ ណែទូរស័ព្ទឃើញនៅលើខែ អូបងភ្លេច ស្អីក៏ផ្លេចដែរឥឡូវតិចទៀតផ្លេចដែរទាំងអូនហើយ មែនទេមកពីការងារបងអនឯងដឹងស្រាប់ដឹងខែនឹងរដូវវស្សាអោះសំទោសនៃខាងខែ concert ច្រើនណាបងធ្វើម៉េចរវល់អញ្ចឹងហើយអញ្ចឹងអត់មានពេលជួបអូន បងអូនមានរឿងចង់សួរបងបានអត់ រឿងអី មួយរយៈនឹងបងផ្លែចឹងណាបងចង់មានអ្នកថ្មីហ៎បើបងចង់មានអ្នកថ្មីបងប្រាប់អូនមកអូនអត់រំខានទេ អត់ទេអត់មានទេគឺធម្មតាអូខេ ប៉ុន្តែហេតុអីបានសោះក៏ក្រោះដែរអូនអញ្ចឹង ប្រាប់តបងរវល់ច្រើនយល់អត់ អញ្ចឹង ពេលរវល់ច្រើនបងធម្មតាតែហត់នឿយអត់ឯងដឹងហើយហត់នឿយ អូខេបងរវល់អូនដឹងអញ្ចឹងបើសិនជាបងរវល់ចាប់ពីថ្ងៃហ្នឹងទៅអូនដើរចេញឲ្យបងឯងរវល់ជាមួយការងារបងឯងតទៅទៀត យ៉ាប់តហ្មងអាឡូអូនបាទអូនឯងនៅណា អូនពងនៅតាមផ្លូវ នៅតាមផ្លូវនេះអូនឯងមកស្ទីឌីយោស្ទឹងមានជ័យបាយ័ននៅស្ទឹងមានជ័យអូនឯងមកបងមានកាដូជូនអូនឯងណា អញ្ចឹងចាំជួបគ្នាតិចទៀតណា អូខេ បាយបាយ បាទ បងយន់ បាទ ហើយមកចាំយូរ មកផ្លែមិញ ណាកាដូថាមានអី អូនឯងកុំភ័យងាប់ហើយហាន់នេះឯងនៅស្ងៀមទុកបង iPhone អូយអរគុណបងហើយសម្រាប់អីគេដែរបង ថ្ងៃពិសេសបងអូនហ្នឹងហ៎ អរគុណ ចឹង អត់បង អត់ដែរស្គាល់គាត់ដែរ អត់បងអត់ស្គាល់ណា ថៃមកផ្លែភ្លាមអត់ស្គាល់ភ្លាម អត់អីទេចឹងតោះ ហៅឡូតៃបងឯងនៅណា អាឡូ នៅណាអូន បានហើយបងបើបងរវល់ណាបងឈប់ខលមកអូនទៀតហើយចាប់ពីថ្ងៃហ្នឹងទៅឈប់គិតពីអូនបានហើយយើងបែកគ្នា អ្នកណាថាមនុស្សប្រុសរឹងមាំមិនទុនជ្រាយរឿងរ៉ាវចាស់មិនលុបជ្រះពីអារម្មណ៍រូបភាពរបស់ស្រីតម្លៃមិនសាបសូន្យទួងបងមានគ្រប់យ៉ាងតែខ្វះមនុស្សសំខាន់បងនឹកអូនខ្លាំងណាស់សង្សារចាស់បងចង់ត្រឡប់ក្រោយរកវេលាមានស្ងួនគ្មានពេលឯកាណាស្មើពេលគ្មានអូនរស់រាល់ថ្ងៃមិនដឹងខ្លួនរួបរួនអ្នកណាបើខួរក្បាលនៅចាំមក
និយាយជាមួយគាត់បន្តិចបានទេឈប់សិនលោកឯងស្គាល់គាត់អត់ ស្គាល់ច្បាស់ អូនឯងស្គាល់គាត់អត់ស្គាល់ម្នាក់ហ្នឹងអត់ អត់ផង សុំទោសបើសិនជាលោកស្គាល់អាចនិយាយបានប៉ុន្តែបើអត់ស្គាល់ទេអធិស្ឋានតើអូនទៅវិញចុញទៅចោលឲ្យបាត់ រលឹកអូនខ្លាំងទេទំនុកភ្នែកក៏យល់សពបើអាចស៊ូមជួបមុខបន្តិចក៏អត់ឈឹងពុំបែកគ្នាដល់ស្លាប់ស្នេហ៍ចាស់ពងមិនភ្លេចនឹងនឹកអូនជានិច្ចពេញមួយជីវិតនេះអូនខ្លាំងណាស់សងសារចាស់បងអើយបងចង់ត្រឡប់ក្រោយរកវេលាមានទូមានពេលឯកាយណាស្មើពេលគ្មានអូនរស់រាល់ថ្ងៃមិនដឹងខ្លួនរួបរួនអ្នកណាមកគូក្បាលណាចាំមក ដឹងខ្លួនថាអូនពិសេសប៉ុណ្ណានៅ បើខួរក្បាលណាចាំអូតែ ចង់ប្រាប់ថាមិនទួជំនួសទេ ខែខ្ញុំណៃថាអត់ស្គាល់គេណៃ អត់ទេបងខ្ញុំខ្ចីបងឯងឌឺគាត់តាខ្ចីឌឺចង់ដឹងគាត់ឡាញ់អូនអត់ហ្នឹង ចាតែឥឡូវមានប្រុសតាំងនៅខាងមុខនេះហុកថតជាមួយគ្នានេះ អត់ស្គាល់មិនកើត អីទេបើសិនជាអូនឯងធ្វើអញ្ចឹងបានព្យាយាមធ្វើអញ្ចឹងតទៀតទៅ អត់ហ៊ានទេបង អរគុណនឹកសង្សារចាស់ នឹកសង្សារ បាទបទនេះព្រោះហើយខ្ញុំចូលចិត្តស្ដាប់ប៉ុន្តែគ្រាន់តែថាច្រៀងអត់កើត ចាហើយមិញខ្ញុំបានដៃគូសង្សារមួយប្រុសក្មេងដែរនេះ ចាអរគុណមែនតើថ្ងៃនេះមានកិត្តិយសបានចូលរួមសម្ដែងជាមួយនឹងបទចម្រៀងដែលកំពុងពេញនិយមហើយកំពុងតែនៅក្នុងដួងចិត្តរបស់មិត្តយុវវ័យតែម្ដងចានឹកសង្សារចាស់ក៏ប៉ុន្តែមិនមែនមានសង្សារចាស់អីដល់គេប៉ុន្តែគឺពេញចិត្តនឹងទឹកដំសំនៀងបងច្រៀងមួយបទនេះមែនតើតែម្ដង អរគុណចំពោះការគ្រប់គ្រងជាដំបូងខ្ញុំមកសូមជម្រាបសួរទស្សនិកជននៅទីនេះផ្ទាល់ក៏ដូចជាកំពុងតែតាមដានទស្សនានៅតាមគេហដ្ឋានតាមរយៈទូរទស្សន៍ ETV តន្ត្រីយុវវ័យបាទគឺថាសប្បាយចិត្តហើយថ្ងៃនេះខ្ញុំមានសូរពិសេសជូនជាមួយនឹងក្រុមការងារទាំងមូលផងដែរអរគុណខ្លាំងណាស់ចំពោះការគ្រប់គ្រង អ
ទាំងមូលរបស់កម្មវិធីអរគុណ បាទអរគុណហើយបើសិនជាពួកយើងមានការសម្ដែងខុសឆ្គងសូមអធិស្ឋានផងព្រោះថាយើងចង់បង្កើតបរិយាកាសសម្រាប់ការប្រគំតន្ត្រីឲ្យមានភាពសប្បាយរីករាយរួមជាមួយនឹងបទចម្រៀងរបស់លោកឆៃប្រយុទ្ធឲ្យកាន់តែមានប្រជាប្រិយភាពបន្ថែមទៀតបាទអរគុណមានអីជូនពរបងប្អូនយើងតែតែគ្រប់គ្រងនិងស្រឡាញ់ជូនទៅដល់លោកឆៃប្រយុទ្ធ បាទខ្ញុំសូមជូនពរគេថាជូនពរខ្លាំងមែនតើឲ្យមានសេចក្តីសុខគ្រប់ក្រុមគ្រួសារបាទហើយជាពិសេសនេះគឺគ្រប់គ្រងជាមួយនឹងបទចម្រៀងរបស់ខ្ញុំបាទជាមួយនឹងផលិតកម្ម Sunday អរគុណច្រើនជួបគ្នានៅវគ្គក្រោយទៀត បាទអរគុណសូមសម្លេងគ្រប់គ្រងមួយទៀតបងប្អូនបាទអរគុណយើងនឹងមានបទចម្រៀងបន្តទៀតនៅវគ្គក្រោយពីកម្មវិធីសូមពេលអនុញ្ញាតសម្រាប់មួយផ្លែសិន